រឿងសត្វចាបសម្លាប់ដំរីស្តមានដំរីស្តមួយដើររកស៊ីក្នុងព្រៃដាច់ចេញពីហ្វូងតែម្នាក់ឯងថ្ងៃមួយបានដើរទៅជួបប្រទះនឹងមេចាបកំពុងតែក្រាបក្រុងកូននៅកណ្ដាលផ្លូវដែលខ្លួនកំពុងដើរមេចាបនិយាយអង្វរដំរីថាសូមលោកអាណិតមេត្តាកុំដើរជន់កូនខ្ញុំដំរីមិនព្រមទទួលយកពីអង្វរក៏ឆ្លើយទៅវិញថាអញមិនដឹងមិនស្គាល់អាណាទេអញចេះតែដើរជន់ស្លាប់អាណាក៏ដោយចាបឯងខ្លួនតូចប៉ុណ្ណេះនឹងធ្វើអីអញបានបើទោះជាចាបឯងមានចំនួនច្រើនដល់ទៅ10000អញក៏មិនឆ្លីនឹងជើងអញតែម្ខាងឲ្យស្លាប់ល្ហិតល្ហោចអស់ឥតសល់មួយដែរដំរីថាប៉ុណ្ណេះហើយក៏ដើរជន់កូនចាបខ្ទេចខ្ទីស្លាប់អស់ទៅមេចាបឃើញកូនស្លាប់ដូច្នោះហើយក៏កើតទុក្ខក្តៅក្រហាយសោកស្ដាយកូនណាស់ទើបហើរទៅទុំលើមែកឈើហើយនិយាយប្រាប់ដំរីថាដំរីឯងហ៊ានមើងងាយអញបិទតែអញខ្លួនតូចកម្លាំងតិចប៉ុន្តែឯងមិនទាន់ដឹងពីកម្លាំងបញ្ញាអញទេចាំមើលអញនឹងសងសឹកដល់ឯងវិញមេចាបនិយាយរួចហើយក៏ហើរទៅរំពឹងសត្វក្អែកឲ្យទៅចឹកភ្នែកដំរីឲ្យបែកជាដំបៅទាំងសងខាងក្អែកក៏ទទួលយកអាសាទើបមេចាបទៅរំពឹងរុយទៀតឲ្យរុយពងដាក់ភ្នែកដំរីឲ្យកើតជាដង្កូវចុះភ្នែកតល់តែខ្វាក់ទាំងពីរកាលដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីរងងឹតមើលផ្លូវមិនឃើញហើយក៏កើតទុក្ខវេទនាលំបាកនឹងរកស៊ីស្មៅនឹងរកផឹកទឹកពុំបានទេមេចាបឃើញដំរីខ្វាក់ភ្នែកដូច្នេះក៏ហើរទៅរំពឹងសត្វកង្កែបឲ្យទៅយំលើកំពូលភ្នំដំរីឮកង្កែបយំមានចិត្តត្រេកអរដោយសម្គាល់ថាមានទំពាំងទឹកទើបដើរឡើងទៅលើកំពូលភ្នំកាលដំរីទៅដល់កំពូលភ្នំហើយកង្កែបលោតចុះទៅយំនៅជ្រោះវិញដំរីដើរតាមសំឡេងកង្កែបទៅទៀតលុះដល់មាត់ជ្រោះក៏រអិលជើងរមាធ្លាក់ទៅក្នុងជ្រោះស្លាប់ទៅឯមេចាបបានដំណឹងដំរីស្លាប់ហើយក៏ត្រេកអរណាស់